ធាតយុទ្ធជនរបស់យើង សូមចាត់ពុកម៉ែបងប្អូនជួយ like ជួយ share និង follow account អ្នកមួយបងប្អូនជួយ follow ឲ្យបងប្អូនយើងនៅក្រៅស្រុកខ្ញុំសូមជួយនេះបងប្អូនជួយ like ជួយ share ម្នាក់មួយនេះគឺជាខាងស្ដាំដៃយើងកុំខ្លាចបងខ្នងជួយ like ជួយ share ម្នាក់មួយឲ្យបងប្អូននៅក្រៅបានពលីជីវិតនៅក្នុងសង្គ្រាមគឺត្រូវក្រប F16 ក្រប F16 ចឹងបងក្រប F16 ដែលទម្លាក់មកគឺធ្វើឲ្យចំលេនដ្ឋានហើយយុទ្ធជនដែលពលីជីវិតហ្នឹងគឺរហូតដល់7រូបនោះនេះគឺជាការឈឺចាប់ដែលកើតឡើងចេញពីសង្គ្រាមឈ្លានពានដែលខាងភាគីយោធាថៃបានបើកការវាយប្រហារមកលើកងកម្លាំងកម្ពុជាយើងនេះជាសោកនាដកម្មមួយដ៏ឈឺចាប់ហើយអាត្មាឃើញធាតុទាំងអស់នេះរលឹកនឹកឃើញទៅដល់ការពលីរបស់យុទ្ធជនរបស់យើងហើយបានតែងតែដាស់តឿនញាតិញោមពេលដែលទេសនាតែនិយាយថាទឹកដីដែលយើងបាននៅនេះដែលកំពុងឈរក្នុងទីនេះគឺសិតតែជាឈាមរបស់យុទ្ធជនដែលស៊ូលះបង់នៅជីវិតរបស់ខ្លួនឯងដើម្បីការពារជាតិមាតុភូមិចឹងបានថ្មចិត្តដាស់តឿនថាយើងទាំងអស់គ្នាជាជួរក្រោយកុំស្ងៀមស្ងាត់អីអាចសហការគ្នាបានតែបន្តជួយចឹងទៅខ្ញុំឃើញទេចឹងបានថ្មពេលខ្លះបំរុងថាសម្រាប់ក្នុងការជួយឧបត្ថម្ភកងទ័ពដែរប៉ុន្តែនៅឃើញថាខាងកងកម្លាំងគេនោះគេអត់ឈប់ផងខាងយោធាថៃគេអត់ឈប់ផងហើយចុះយើងជាជនរងគ្រោះរឿងអីដែលយើងត្រូវសម្រាប់អញ្ចឹងទោះបីជាថាយ៉ាងណាអាត្មាត្រូវតែជិតពេលក្នុងការជួយឧបត្ថម្ភដូចជាការទេសនាតាមរោងបុណ្យក្តីសប្បុរសជនចូលរួមក្តីគឺអាត្មាត្រូវតែពុះពៀមកទោះបីជាពេលខ្លះរោងពាក្យរោងសម្ដីពីជនអគតិមួយចំនួនក៏ដោយក៏អាត្មានៅតែព្យាយាមក្នុងការធ្វើពីព្រោះធ្វើនេះមិនមែនដើម្បីមុខមាត់អីទេគឺថាដើម្បីជាតិមាតុភូមិយើងទាំងអស់គ្នាតែម្ដងញោមមើលនេះធាតរបស់យុទ្ធជនយើងដែលគាត់បានពលីថតដល់ចិត្តមើលតិចទៅនេះធាតយុទ្ធជនរបស់យើងដែលគាត់បានពលីអ្នកញោមមើលនឹងឯងអញ្ចឹងបង្ហាញថាគាត់បានលះបង់ឲ្យជីវិតរបស់គាត់ដើម្បីជាតិមាតុភូមិនេះអញ្ចឹងគឺជាការឈឺចាប់មួយតែយើងយ៉ាងណាក៏នៅត្រេកអរមួយថាគាត់ជាបុគ្គលដែលសមគួរដល់ការបូជាអ្នកដែលលះបង់សេចក្តីសុខខ្លួនឯងជីវិតខ្លួនឯងដើម្បីជាតិមាតុភូមិនេះគឺជាការរកបានដោយកម្រមែនទែនបងអញ្ចឹងអ្វីដែលអាត្មាសំណូមពរមិនអីច្រើនទៅក្រោមពីយើងជាជួរក្រោយទេកុំនៅស្ងៀមសូមមេត្តាព្យាយាមជួយដល់កងទ័ពយើងបន្តទៅទៀតបងអរគុណច្រើន Today, not tomorrow. I'm diving in so deep. Far from the shallow.